សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះតួនាទីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីឲ្យមានភាពរីកចម្រើននៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភានាព្រឹកថ្ងៃច័ន្ទ 8 កើត ខែមិញ ឆ្នាំម្សាញ់ សប្តាហ៍ស័ក ពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី 26 ខែមករា ឆ្នាំ 2026 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យឯកឧត្តម សាន់តូ ដាម៉ាស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីចូលជួបសម្ដែងការគូរសមនិងជម្រាបលាបន្ទាប់ពីឯកឧត្តមបានចប់បេសកកម្មការទូតនៅកម្ពុជាឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រៅជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមនិងសហការីហើយក៏រីករាយដែលបានជួបឯកឧត្តមសាជាថ្មីសម្ដេចតេជោបានវិតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមក្នុងនាមជាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាដោយឯកឧត្តមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពូនជ្រុំនៅទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីឲ្យមានភាពរីកចម្រើនជាពិសេសសម្ដេចតេជោបានឆ្លៀតអរគុណជាពន្លឹកចំពោះការរៀបចំនៅដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែឧសភាកន្លងទៅប្រកបដោយជោគជ័យហើយការទទួលស្វាគមន៍របស់ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីចំពោះសម្ដេចយ៉ាងកក់ក្ដៅដោយសម្ដេចតេជោសូមវិតម្លៃខ្ពស់ចំពោះការរៀបចំនោះឯកអគ្គរដ្ឋទូតបានសម្ដែងការអរគុណដែលសម្ដេចតេជោបានផ្ដល់ឱកាសដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបជម្រាបលានាឱកាសនេះឯកឧត្តមបានវិតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពរីកចម្រើនស្ទើរគ្រប់វិស័យហើយឯកឧត្តមបញ្ជាក់ក្នុងពេលឯកឧត្តមបំពេញទស្សនកិច្ចហើយឯកឧត្តមបញ្ជាក់ថាក្នុងពេលឯកឧត្តមបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងការស្ដារនិងរៀបចំនៅទំនាក់ទំនងរវាងកម្ពុជាឥណ្ឌូនេស៊ីឲ្យកាន់តែមានភាពរឹងមាំបន្តទៀតហើយជាពិសេសឯកឧត្តមបានវិតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរទៅវិញទៅមកឯកឧត្តមបានបញ្ជាក់ថាឯកឧត្តមបានរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីប្រាប៊ូវូអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនងប្រទេសទាំងពីរឲ្យរីកចម្រើនហើយឯកឧត្តមក៏បានរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ឥណ្ឌូនេស៊ីដូចគ្នាដែរដែលទាំងអស់នេះឯកឧត្តមបញ្ជាក់ថាឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងឥណ្ឌូនេស៊ីសម្ដេចតេជោក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងភារកិច្ចបន្តទៀតហើយសង្ឃឹមថាឯកឧត្តមនឹងវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលណាមួយនៅពេលខាងមុខ